អ្នកគ្នាសម្រាប់ភួងធំកូនកំមុំកាន់ស្អាតណាយើងកាន់ថតកាន់អីស្អាតគឺនេះខ្ញុំហៅប្រភួងធំហើយយើងកាត់លួសប្រវែង65សង់ទីម៉ែត្រហើយសម្រាប់លួសវិញខ្ញុំប្រើ12សរសៃលួសយើងដោតទៅយើងក្រងបានជាភួងប៉ុណ្ណឹងហើយអ្នកគ្នាមកឆ្ងល់ថាខ្ញុំក្រងភួងរៀងទូចតួភួងរៀងទូចជាងនឹងអញ្ចឹងណាចាភួងរៀងទូចហើយនឹងភួងរៀងធំនឹងអាស្រ័យលើក្របផ្កាយអ្នកគ្នានៅពេលដែលក្របផ្កាយអ្នកគ្នាប្រឡេះបានក្របរៀងធំយើងដោតទៅ12សរសៃឃើញភួងយើងរៀងកម៉ាប់ស្អាតណាឃើញទេតែដល់ពេលយើងក្របយើងប្រឡេះមកបានផ្កាក្របរៀងតូចអញ្ចឹងយើងដោត12សរសៃមែនតែពេលយើងក្រងជាភួងទៅឃើញភួងយើងរៀងទូចចាហ្នឹងអ្នកគ្នាមិនឆ្ងល់ទេព្រោះអីក្របផ្កាធំភួងយើងបានធំហីតែក្របផ្ការៀងតូចភួងយើងក៏មើលទៅរៀងទូចដែរចាហើយហ្នឹងអាស្រ័យទៅលើផ្កាយើងស្វិតឬក៏ផ្កាយើងស្រស់ទៀតនៅពេលដែលយើងប្រឡេះមកយូរពេកហើយផ្កាយើងទុកឲ្យរៀងស្ងួតទឹកអស់វារៀងស្វិតយើងមួលភួងក៏បានតូចដែរអញ្ចឹងនៅពេលដែលយើងមួលភួងយើងកុំឲ្យផ្កាស្វិតពេកឬក៏ស្រស់ពេកយើងមួលទៅក៏ឆាប់បែកដែរតែពេលស្វិតពេកយើងមួលភួងទៅក៏ភួងយើងវាទន់បានទូចណាចាអញ្ចឹងយើងរក្សាផ្កាមិនឲ្យនៅល្មមកុំស្រស់ពេកកុំស្វិតពេកចាអញ្ចឹងបានយើងមួលភួងបានស្អាតហើយភួងធំភួងតូចអាស្រ័យលើក្របផ្កាតូចក្របផ្កាធំដែរចានេះមកស្រាយចង្អល់អ្នកនរគ្នាពេលខ្លះឆ្ងល់ចេះអូយក្រងពី10សរសៃដែរមកភួងរៀងទូចចុះបងផ្កាស្នេហ៍ហ្នឹងគាត់ក្រងពី10សរសៃដែរមិនទូភួងរៀងធំចាមកឆ្ងល់ទេចាអាហ្នឹងអាស្រ័យលើក្របផ្កាចាគាត់ណាជាធម្មតាសម្រាប់ភួងធំខ្ញុំហៅតែភួងធំណាយើងកាន់ថតឲ្យឃើញស្អាតមកល្មមស្អាតសម្រាប់កូនកំមុំអីគាត់កាន់គឺមកល្មមស្អាតហ្នឹងគឺខ្ញុំកាត់លួសប្រវែង65សង់ទីម៉ែត្រហើយខ្ញុំប្រើលួស12សរសៃចាហើយយើងក្រងមូលទៅបានប៉ុណ្ណឹងចាហ្នឹងស្រាយចម្ងល់អ្នកគ្នាឲ្យកុំឲ្យនៅការសង្ស័យទៀតចាហើយសម្រាប់ម៉ូតនេះដែរធ្វើឲ្យខ្ញុំស្រឡាញ់ខ្លាំងមែនតើចានេះឆ្នៃចេញពីវីដេអូហើយសម្រាប់ផ្កាបិទហ្នឹងដូចរូបខ្ញុំបានជូនចឹងដោយសារផ្កាបិទយើងមានភ្ជាប់លួសហើយអញ្ចឹងលួសហ្នឹងយើងចាក់ចូលក្នុងសាច់ភុងផ្កាទៅហើយយើងរឹតលួសឲ្យណែនដល់ពេលដែលយើងរឹតលួសណែនហើយផ្កាដែលបិទហ្នឹងគឺអត់ធ្លាក់ឯងចាហើយសម្រាប់ផ្កាហ្នឹងគឺយើងពលាយើងព្រមអីតាមហ្នឹងទៀតទៅដូចឲ្យយើងចង់ឲ្យផ្ការៀងលាយើងពុតលួសពុតស្ទាប់ផ្កាហ្នឹងដែលយើងបិទហ្នឹងរៀងលាមកឃើញពលាហើយចាឥឡូវនេះភុងផ្កាចិត្តរួចហើយសម្រាប់ម៉ូតនេះស្រឡាញ់ខ្លាំងចាប៉ុណ្ណឹងរីរយជាស្រេចចាអរគុណច្រើនសម្រាប់ការស្រឡាញ់ចិត្តផ្កាស្នេហ៍ចាជួយ share ឲ្យមួយផងណាបងប្អូន